Slate សម្រាប់សរសេរអក្សរស្ទាបមានត្រឹមតែ6ចំណុចប៉ុណ្ណោះក្នុងមួយបន្ទប់ប៉ុន្តែយើងអាចប្រើសម្រាប់សរសេរអក្សរបានរហូតដល់រាប់រយភាសានៅទូទាំងពិភពលោកស្វាគមន៍បងប្អូនចូលមកតាមដានវីដេអូរបស់ខ្ញុំសាជាថ្មីដោយបងប្អូនបានដឹងរួចមកហើយដើម្បីសរសេរអក្សរស្ទាបបានយើងត្រូវការប្រើ Slate សម្រាប់សើកបញ្ចូលសញ្ញាក្រដាសនិង Stylus សម្រាប់ចាក់ក្រដាសឲ្យចេញស្នាមកន្ទួលតាមចំណុចទាំង6ក្នុងបន្ទប់នីមួយៗរបស់ Slate នោះទោះបីមានត្រឹមតែ6ចំណុចក្នុងមួយបន្ទប់ក៏ពិតមែនប៉ុន្តែយើងអាចប្រើ Slate និង Stylus សរសេរអក្សរបានគ្រប់ភាសាទាំងអស់ហើយអក្សរសម្រាប់ភាសានីមួយៗគឺមិនអាចច្រឡំគ្នាបានទេដោយសារខ្ញុំអាចអានបាន3ភាសាគឺភាសាខ្មែរភាសាអង់គ្លេសនិងភាសាចិនដូច្នេះខ្ញុំនឹងបង្ហាញពីលក្ខណៈខុសគ្នារវាងអក្សរសម្រាប់ភាសាទាំងនេះតាមពិតទៅយើងអាចអានអក្សរស្ទាបដោយមិនច្រឡំគ្នាបានលុះត្រាតែយើងសរសេរបានយ៉ាងហោចមួយពាក្យឡើងទៅបើសរសេរត្រឹមតែតួអក្សរមួយយើងក៏មិនអាចបែងចែកថាជាអក្សរសម្រាប់ភាសាណាបានដែរព្រោះអក្សរស្ទាបមួយតួសុទ្ធតែអាចជាន់គ្នាក្នុងភាសាផ្សេងៗដោយតារាងដែលបងប្អូនបានឃើញនេះគឺបង្ហាញពីចំណុចអក្សរស្ទាបមួយតួក្នុងភាសាខ្មែរភាសាអង់គ្លេសនិងភាសាចិនចំណុចអក្សរតែមួយប៉ុន្តែស្ថិតនៅក្នុងភាសាខុសគ្នាគឺវាមានឈ្មោះខុសគ្នាដែរអក្សរនេះបើក្នុងភាសាខ្មែរគឺជាព្យញ្ជនៈកក្នុងភាសាអង់គ្លេសគឺជាព្យញ្ជនៈជីចំណែកក្នុងភាសាចិនវិញគឺជាព្យញ្ជនៈកឬជីតាមលំនាំភីងអ៊ីនប្រសិនបើបងប្អូនឃើញចំណុចអក្សរស្ទាបត្រឹមតែមួយតួហើយសួរខ្ញុំថាជាអក្សរអីដោយមិនបញ្ជាក់អំពីភាសាណាច្បាស់លាស់នោះដំបូងគឺខ្ញុំត្រូវផ្ដល់អាទិភាពឲ្យភាសាខ្មែរដោយប្រាប់បងប្អូនអំពីឈ្មោះតួអក្សរខ្មែរជាមុនសិននេះគឺជាតារាងបង្ហាញពីការសរសេរអក្សរស្ទាបទៅជាពាក្យនៅក្នុងភាសាទាំង3ដែលខ្ញុំអាចអានបានពាក្យនៅក្នុងកឡោនភាសាខ្មែរនេះគឺអានថាកម្ពុជាក្នុងភាសាអង់គ្លេសគឺ Cambodia ហើយក្នុងភាសាចិនគឺជៀនភូចែក្នុងករណីនេះការអានអក្សរស្ទាបគឺដាច់ខាតមិនអាចច្រឡំគ្នាបានទេព្រោះអក្សរទាំងអស់នេះគឺត្រូវបានសរសេររួមបញ្ចូលគ្នាទៅជាពាក្យមួយច្បាស់លាស់រួចទៅហើយចឹងប្រសិនបើបងប្អូនចង្អុលទៅលើតួអក្សរណាមួយនៃពាក្យក្នុងចំណោមភាសាដែលខ្ញុំចេះអានហ្នឹងគឺខ្ញុំអាចប្រាប់បងប្អូនច្បាស់តែម្ដងថាជាតួអក្សរអ្វីនៅក្នុងភាសានោះនៅពេលដែលយើងសរសេរកាន់តែច្រើនភាពខុសគ្នាគឺកាន់តែឆ្ងាយទៅទៀត